នៅពេលដែលខ្ញុំនិយាយថាបន្ទាបខ្លួនមិនមែនមានន័យថាយើងបន្ទាបខ្លួនជាមួយអំពើបាបទេ When I'm talking about humbling ourselves, I'm not saying humbling to sin. បងប្អូនត្រូវប្រឈមមុខអំពើបាប You will have to stand against sin. អ្នកដឹកនាំដែលមានព្រះយេស៊ូវគ្រីស្ទគឺមានរូបភាពស្តៀងៗនៅក្នុងផុញនេះ People who have Jesus as their leader have similar points here. ពួកគេមានព្រះយេស៊ូវគ្រីស្ទជាទី1គ្រប់កលៈទេសៈ They always have God as first in any ពួក situation. គេដឹកនាំដោយបន្ទាបខ្លួនប៉ុន្តែនៅជាប់នឹងសេចក្តីពិតរបស់ព្រះ They lead with humbleness but always stay true to God's word. គេបន្ទាបខ្លួនមែនប៉ុន្តែគេអត់បន្ទាបជាមួយនឹងសេចក្តីខុសទេ They may humble themselves but they will not humble themselves to unrighteousness. គេបន្ទាបខ្លួនដោយសេចក្តីពិតព្រោះព្រះអង្គបង្គាប់គេធ្វើ They humble themselves in truth because God tells them to. នៅពេលដែលខ្ញុំនិយាយថាបន្ទាបខ្លួនមិនមែនមានន័យថាយើងបន្ទាបខ្លួនជាមួយអំពើបាបទេ When I'm talking about humbling ourselves, I'm not saying humbling to sin. បងប្អូនត្រូវប្រឈមមុខអំពើបាប You will have to stand against sin. ប្រមាញ់អំពើបាប You will hunt sin, តែកុំប្រមាញ់មនុស្ស but do not hunt people.